Good morning បងប្អូននេះមានអីក្រៅពីកាហ្វេទេមើលទេសភាពខាងក្រៅខ្នងខ្ញុំហ៎ណងហ៎កន្លែងនេះគឺខ្ញុំមកជាលើកទី2ហើយលើកទី1ខ្ញុំមកព្រាបឥឡូវលើកទី2ច្បាស់សម្រាប់បងប្អូនដែលមកលេងតាមប្រាសាទជាពិសេសគឺនៅប្រាសាទតាព្រំនេះគឺកាហ្វេហ្នឹងគឺនៅគៀកប្រាសាទតាព្រំជាប់លបងប្រាសាទតាព្រំទេបងប្អូនមកលេងតាមប្រាសាទថតរូបថតអីហត់ហើយបងប្អូនអាចមកអង្គុយលេងលំហែនិយាយទៅមានកញ្ចុះមានតាំងពីរឹងទៀតខ្ញុំមកលេងតាមប្រាសាទអញ្ចឹងខ្ញុំហត់អស់កម្លាំងខ្ញុំមកអាសាមកកាហ្វេនេះដែរអាសាណាមកលើកទី2ឯងទៅមកលើកទី2ទេហើយកាហ្វេឡើងគាត់គឺ fresh ល្អមែនតើ fresh ល្អដូចវីដេអូពីមុនមកមានអ្នកសួរទីតាំងច្រើនឥឡូវនេះខ្ញុំបានលំអិតទីតាំងដែរបញ្ជាក់ម្ដងទៀតខ្ញុំទៅធ្វើទីតាំងម្ដងទៀតបងប្អូនក៏នាំមកតាមក្រោយប្រាសាទតាព្រំអ្នកខ្លះគេថាមុខប្រាសាទតាព្រំឯងឥឡូវខ្ញុំសូមនិយាយខាងក្រោយសិនបងប្អូនឥឡូវគឺស្គាល់ខាងក្រោយប្រាសាទតាព្រំយើងដើរលេងហើយយើងចូលមកតាមខាងក្រោយមកយើងបងប្អូនមើលទៅតាមវីដេអូរបស់ខ្ញុំមកយើងចេញពីខ្លងទ្វារនឹងមករហូតមិនបន្តិចមិនឃើញផ្លូវពឈៀងខាងឆ្វេងហៅកោងខាងឆ្វេងបងប្អូនបត់តាមនឹងមករហូតសៀតាមលបងមកនឹងឃើញហើយងាកខាងស្ដាំដៃបន្តិចនឹងឃើញហើយសៀតាមលបងប្រហែលជា50ម៉ែត្រ60ម៉ែត្រដែរកន្លែងគាត់គឺ fresh មែនតើបងប្អូនជាពិសេសគឺពេលខែភាសានេះមានស្រះទៀតនេះស្រះយើងមកស្ទូចត្រីអីបានប៉ុន្តែគាត់ថាឥឡូវខែនេះខែប្រាំងអត់មានត្រីស្ទូចឲ្យទេគាត់នឹងព្យាយាមគាត់ថាគាត់នឹងធ្វើទៀតធ្វើកន្លែងស្ទូចត្រីឲ្យទៀតតែឥឡូវគាត់ថាអត់ទាន់មានថវិកាគ្រប់គ្រាន់ចឹងហើយចាំខែភាសាដឹងថាពីមុនមកខែភាសាមានគេមកញ៉ាំកាហ្វេគេស្ទូចត្រីឡើងហ្នឹងសប្បាយហើយកន្លែងគាត់នោះក៏មានដូចជាបរទេសគាត់ឃើញកន្លែងគាត់ទៅនោះអាចគេហៅថាមានកន្លែងញ៉ាំអីដែលបរទេសជួយហ្នឹងខ្ញុំអត់សូវចេះនិយាយប៉ុន្មានទេទៅកន្លែងគាត់ fresh មែនតើបងប្អូនយើងដល់លេងតាមប្រាសាទយើងមានតាំងពីរឹងជាពិសេសគឺរឹងដល់លេងហត់ហើយដេករឹងទៅតែយើងអាចយកទិញអីយកមកញ៉ាំកន្លែងហ្នឹងបានអត់តែយើងទិញកាហ្វេគាត់មកកែវអញ្ចឹងទៅយើងអាចយកបាយម្ហូបអីមកញ៉ាំកន្លែងហ្នឹងបានតែសូមជួយថែរក្សាបរិស្ថានរបស់គ្នាឥឡូវខ្ញុំមានវីដេអូបង្ហាញកាហ្វេឡើងថ្មីហ្នឹងអូសូមបញ្ជាក់បន្តិចកាហ្វេឡើងគាត់គឺហៅថាកាហ្វេផ្លូវកង់កាហ្វេហើយចប់ប្រាសាទតាព្រំផ្លូវកង់កាហ្វេប្រាសាទតាព្រំណាបើយើងមកខែភាសាគឺស្អាតយើងបានតាំងស្ទូចត្រីខែនេះក៏ស្អាតប្រេះដូចគ្នាប៉ុន្តែគាត់ថាយកបានស្ទូចត្រីអូខេបាយ